បាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីបាទនេះជាលើកទី2ហើយដែលលោកឧត្តមសេនីយ៍មួយរូបដែលបម្រើការនៅអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទបានផ្ដល់កិត្តិយសឲ្យវិទ្យុខ្មែរប៉ុស្តិ៍ដើម្បីធ្វើការសាកសួរជុំវិញនឹងបញ្ហាទឹកចិត្តស្មារតីរបស់កងកម្លាំងប្រដាប់អាវុធដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដឹកបញ្ជូនពីខេត្តនានាចូលមកកាន់ទីក្រុងភ្នំពេញដើម្បីធ្វើការទប់ស្កាត់ចំពោះមហាបាតុកម្មណាមួយដែលនឹងអាចកើតឡើងនៅថ្ងៃខាងមុខនេះមុននឹងចូលទៅនឹងសំណួរជាដំបូងខ្ញុំសូមជម្រាបសួរលោកឧត្តមសេនីយ៍បាទជំរាបសួរលោកបាទកាលពីកិច្ចសម្ភាសន៍លើកមុននោះលោកឧត្តមសេនីយ៍បានជម្រាបរួចហើយពីទឹកចិត្តរបស់ពីពលទាហានកម្លាំងប្រដាប់អាវុធដែលបានត្រូវបានគេបញ្ជូនមកកាន់ទីក្រុងភ្នំពេញដើម្បីធ្វើការទប់ស្កាត់មហាបាតុកម្មនេះនៅគ្រានេះខ្ញុំចង់ជម្រាបសួរលោកឧត្តមសេនីយ៍ខ្ញុំចង់ដឹងថាលោកអាចជម្រាបបានទេតើទឹកចិត្តរបស់មេទាហានដែលកំពុងតែអនុវត្តការងារនៅក្នុងជួររដ្ឋាភិបាលហ្នឹងតើលោកមានជំហរបែបណាដែរចំពោះប្រជាពលរដ្ឋដែលនឹងចូលរួមធ្វើបាតកម្មនៅថ្ងៃខាងមុខនេះបាទជាថ្មីម្ដងទៀតខ្ញុំសូមជម្រាបសួរដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់វិទ្យុខ្មែរប៉ុស្តិ៍អរគុណវិទ្យុខ្មែរប៉ុស្តិ៍ដែលអញ្ជើញខ្ញុំមកសម្ភាសជាលើកទី2ដើម្បីឆ្លើយនឹងសំណួរខ្ញុំសូមអរគុណលោកស្រីជាម្ចាស់មូលនិធិខ្មែរប៉ុស្តិ៍នៅទីក្រុង Illinois រដ្ឋ Chicago ដែលបានឧបត្ថម្ភថវិកាបន្តិចបន្តួចដល់រូបពួកខ្ញុំបាទនិងកូនចៅខ្ញុំបាទបច្ចុប្បន្ននេះទឹកចិត្តនីតិជាន់ខ្ពស់ក៏ដូចជាទឹកចិត្តពលទាហានដែរមួយនឿយណាយនឹងសង្គ្រាមនឿយណាយនឹងការសម្លាប់ខ្មែរគ្នាឯងដូច្នេះហើយទើបប្រហែលថ្ងៃនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រុមគាត់យកនីតិជាន់ខ្ពស់ទាំងអស់យកទៅស្បត់ត្រូវតែស្វាមីភ័ក្រជាមួយសម្ដេចនាយកសម្ដេចគតិបណ្ឌិតហើយស្បត់សិតតែថាបើមិនស្វាមីភ័ក្រមានទាំងផ្ទះបាញ់ស្អីនឹងទាំងអស់ក៏ប៉ុន្តែនីតិទាំងអស់នោះស្បត់ដើម្បីយកឲ្យទៅរួចខ្លួនទេប៉ុន្តែទឹកចិត្តនៅតែស្នេហាជាតិចង់រួបរวมគ្នាហើយនីតិទាំងអស់នោះចង់ចាក់ចេញពីរបបមួយដែលយោធាដឹកនាំដោយរដ្ឋាភិបាលក្រោមអំណាចគណបកអញ្ចឹងអនាគតទៅនីតិទាំងអស់សំណូមពរថាពេលបង្កើតរដ្ឋាភិបាលថ្មីត្រូវតែកងយុទ្ធពលខេមរភូមិន្ទត្រូវតែនៅអព្យាក្រឹតគឺមិនបប្រើដំស្នេហ៍ទាំងអស់នឹងឲ្យចុះមូលដ្ឋានទៅឃោសនាអីទៀតទេគឺទាហានទាំងអស់សុំនៅអព្យាក្រឹតគឺឯករាជ្យមិននៅក្រោមរដ្ឋាភិបាលហើយទឹកចិត្តនេះទាហានគឺគ្មានការសម្លាប់ខ្មែរទេមានតែចង់ជួយខ្មែរលោករនាធានខ្លះរហូតដល់ពងតែរៀបចំរោគថវិកាដើម្បីជួយដល់ប្រជាជនដែលតវ៉ាក្នុងការដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងនេះបាទសូមបាទអរគុណលោកឧត្តមសេនីយ៍សំណួរមួយទៀតខ្ញុំចង់ជំរាបសួរថាតើទាំងមេទាហានទាំងពលទាហានតើពួកគាត់នឹងមើលឃើញបែបណាដែរបានជាពួកគាត់ចង់ងាកមករកដូចថាស្រឡាញ់ជាតិហើយងាកមករកការផ្សះផ្សាជាតិឡើងវិញហើយក្នុងនោះដែរក៏យើងដឹងស្រាប់ហើយមេយោធាបើសិនជានៅជាមួយនឹងគណៈបកប្រជាជនកម្ពុជាគាត់អាចរកលៀបសការៈអីបានតាមរយៈអំពើពុករលួយឬក៏ធ្វើសកម្មភាពផ្សេងខុសច្បាប់ហ្នឹងហើយអ្វីបានគេនៅពេលនេះគាត់ចង់ងាកមករកផ្សះផ្សាជាតិស្រឡាញ់ជាតិឡើងវិញទៅបានមូលហេតុដែលនីតិហានទាំងអស់មានទឹកចិត្តចង់មករួបរวมដើម្បីស្នេហាជាតិហើយចង់បានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយយើងឃើញហើយទៅប្រទេសជិតខាងយើងដូចជាប្រទេសថៃប្រទេសសិង្ហបុរីម៉ាឡេនីតិហានគេមានប្រាក់បៀវត្សគេសមរម្យគេមានកម្រិតជីវភាពគេសមរម្យហើយគេមានការផ្ដល់ការឧបត្ថម្ភពីរដ្ឋាភិបាលគេមកឲ្យនីតិហាននិងពលធានរស់នៅក្នុងសេចក្តីថ្លៃថ្នូរនិងសុខភាពល្អចំពោះកងយុទ្ធពលខេមរភូមិន្ទនីតិហាននិងពលធានបើយើងមិនមែនខ្សែគេទេយើងស៊ីតែប្រាក់ខែទេងាប់ហើយប៉ុន្តែបើយើងខ្សែគេបាក់ពួកគេយើងចង់ធ្វើអីក៏បានដែរយើងចង់ទៅរំលោភដីយើងចង់ទៅកាប់ព្រៃឈើយើងចង់ដឹកឈើឡើងបាក់ស្ពានក៏គ្មានអាណាហ៊ានធ្វើអីយើងដែរក៏ប៉ុន្តែអញ្ចឹងហើយបាននីតិហានអន់ឃើញគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិ7ចំណុចនោះទី1គឺលើកតម្កើងប្រាក់កងយុទ្ធពលខេមរភូមិន្ទមន្ត្រីរាជការនគរបាលជាតិគ្រូបង្រៀនឲ្យប្រាក់ខែសមរម្យដោយទាហានចិត្តខាងយើងដូចជាទាហានថៃទៅវិញនោះអញ្ចឹងហើយបាននីតិហានគេចង់បានអាហ្នឹងគោលការណ៍ហ្នឹងហើយឃើញគោលការណ៍របស់គណៈបក្សសង្គ្រោះជាតិធ្វើមកវាត្រូវតាមចិត្តតែពលទាហាននីតិហាននឹងចង់បានព្រោះគ្មានពីណាគេនីតិហានណាគេមួយគេចង់បានពុកអលួយទេប៉ុន្តែធ្វើម៉េចបើគ្នារស់មិនបានញៀមមិនត្រូវធ្វើការពុកអលួយហើយប៉ុន្តែចិត្តមិនចង់ធ្វើទេប៉ុន្តែបើតាប្រាក់ខែបើកត្រឹមត្រូវហើយតាមកម្មបៈរបស់ថ្នាក់ឧត្តមសេនីយ៍អស់ហើយគឺខ្ញុំជឿថានីតិហានទាំងអស់ហ្នឹងគេមិនទៅពុកអលួយទេគេមានជួយកសាងជាតិព្រោះខ្មែរស្រឡាញ់ខ្មែរមិនមែនខ្មែរស្អប់ខ្មែរទេខ្មែរចង់ឲ្យខ្មែររីកចម្រើនបាទលោកឧត្តមសេនីយ៍អញ្ចឹងបានន័យថាកាលពីមុនមកមិនទាន់មានថាគណៈបកណាមួយមានគោលចំហក៏ដូចជាគោលនយោបាយក្នុងការជួយឧបត្ថម្ភទ្រង់ទៅដល់ជីវភាពនៃក្រុមគ្រួសាររបស់ពួកគាត់ឲ្យរស់នៅក្នុងសេចក្តីថ្លៃថ្នូរបានជាពួកគាត់នៅត្រឹងមិនព្រមងាកទៅរកខាងណាមួយអញ្ចឹងឯបាទ
បាទដូចទៅតែអាណត្តិទី5ឆ្នាំ2013គោលនយោបាយឃើញតែមានតែមួយគណៈបកគឺគោលនយោបាយគណៈបកសង្គ្រោះជាតិគាត់មាន7ចំណុចហ្នឹងដែលមួយចំណុចគាត់តម្កើងប្រាក់មន្ត្រីរាជការកងយុទ្ធពលខេមរៈភូមិន្ទនិងកងនគរបាលជាតិនិងគ្រូបង្រៀន20ឆ្នាំមកហើយមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទទាំងអស់មិនដែលឃើញគណៈបកមួយណាមានគោលការណ៍ដូចគណៈបកសង្គ្រោះជាតិលើនេះចឹងហើយបានគណៈបកសង្គ្រោះឈ្នះឡើងភ្លុកទឹកភ្លុកដីនៅរាជធានីភ្នំពេញខេត្តព្រៃវែងខេត្តកំពង់ចាមហ្នឹងបាទលោកឧត្តមសេនីយ៍ឥឡូវនេះខ្ញុំចង់ជំរាបសួរលោកឧត្តមសេនីយ៍ថាចេះថាមកដល់ពេលនេះក្រោយការដឹកជញ្ជូនកងទ័ពដែលថាលោកបានមានប្រសាសន៍ការពីលោកមុនថា10000នាក់ហើយចូលមកកាន់ទីក្រុងភ្នំពេញហ្នឹងឥឡូវខ្ញុំចង់ជំរាបសួរថាតើនៅតាមទីវត្តអារាមនានាឬក៏កន្លែងណាមួយដែលរដ្ឋាភិបាលបានដឹកកងទ័ពហ្នឹងយកទៅទុករងចាំយកមកធ្វើការបង្ក្រាបតើស្ថានភាពរបស់គាត់ហ្នឹងឥឡូវនេះកំពុងតែរស់ក្នុងសភាពមានហូបចុកគ្រប់គ្រាន់ឬក៏យ៉ាងម៉េចដែរបាទចំពោះពលទាហាននិងនីតិហានគេបានឲ្យចល័តចូលក្រុងភ្នំពេញតាំងពីថ្ងៃទី29ខែ7មកហ្នឹងគឺការរស់នៅរបស់គ្នាមានការលំបាកទី1ដូចខ្ញុំបានជម្រាបលោកប៊ុនអញ្ចឹងការឧបត្ថម្ភគ្មានទាំងអស់ឧបត្ថម្ភដោយតិចតួចបំផុតឧបត្ថម្ភឃើញគោលការណ៍ឧបត្ថម្ភច្រើនប៉ុន្តែទទួលដល់ដៃបានតែ4000រៀលក្នុងម្នាក់សម្រាប់ហូបក្នុងមួយថ្ងៃហើយជីវភាពគ្នាមានការលំបាកមានរហូតដល់នីតិហានខ្លះពលទាហានខ្លះក៏ត្រឡប់ទៅផ្ទះវិញទៅជួបជុំគ្រួសារនៅឯស្រុកកំណើតនៅតាមព្រំដែនដែលជាគ្នាធ្លាប់រស់នៅហើយឥឡូវនេះមិនមែនត្រឹមតែឲ្យជើងគោកធ្វើការទេសូម្បីឥឡូវឲ្យទ័ពអាកាសយន្តហោះអេលីកូហោះឆ្វែលកណ្ដាលក្រុងភ្នំពេញថតពីលើតើមានសកម្មភាពណាខ្លះនៅលើដំបូលផ្ទះជាពិសេសនៅក្បែរគណៈរដ្ឋមន្ត្រីក៏ដូចជាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីគឺហោះយកយន្តហោះចិនដែលទើបជំនួយមកឲ្យនឹងយកមកហោះពីលើថតមើលសកម្មភាពទាំងអស់ហើយឲ្យកងយុទ្ធពលខេមរៈភូមិន្ទខ្លះនោះទៅស្បត់ទៅស្បាយសូម្បីតែខ្ញុំក៏គេឲ្យចូលស្បត់ដែរទៅស្បត់ចំម្សិលមិញខ្ញុំប៉ុន្តែស្បត់ទៅប៉ុន្តែបើចិត្តយើងមានទៅចង់ស្បត់យើងមានតែគេបង្ខំឲ្យយើងស្បត់តែយើងមានទៅខុសអីទេវតាមានភ្នែកតែយើងមិនអ្នកខុសណាពេលគេអ្នកខុសគេបង្ខំឲ្យយើងស្បត់អញ្ចឹងហើយបានជាកងយុទ្ធពលខេមរៈភូមិន្ទទាំងអស់ហ្នឹងគឺគេនឹងងើបនៅពេលណាដែរចលនាប្រជាជនចលនារបស់យុវជនតស៊ូដើម្បីបាតកម្មដើម្បីសូមឲ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌សូមឲ្យរំលាយកោជបនីតិទាំងអស់ដឹងតើកោជបនឹងនៅក្រោមពីណាគេអញ្ចឹងហើយបានខ្ញុំសំណូមពរទាំងអស់គ្នាថ្ងៃនេះសូមលោកពរឲ្យខ្មែរទាំងអស់ចាប់ដៃគ្នាដើម្បីប្រទេសយើងរីកចម្រើននិងសន្តិភាពអព្យាក្រឹតនិងប្រជាធិបតេយ្យដោយគ្មានអំណាចឯណាមួយខ្សែអញត្រូវតែធ្វើបានខ្សែឯណាធ្វើបានគឺអំណាចប្រជាជនទាំងមូលប្រជាជនជាអ្នកបោះឆ្នោតមិនមែនអំណាចអ្នកឯងបកគិតសង្កត់ប្រជាជននេះបាទលោកឧត្តមសេនីយ៍បើតាមលោកសង្កេតតើលោកអាចជំរាបបានទេថាតើមេទាហានដែលឥឡូវនេះកំពុងតែមានចំហដូចថាចង់ងាកមករកជាតិវិញងាកមករកការផ្សះផ្សាជាតិវិញហើយមិនមានបំណងចង់នឹងទៅបង្ក្រាបទៅតាមការបញ្ជារបស់ថ្នាក់លើខ្ពស់បំផុតរបស់គាត់នោះតើគាត់មានការព្រួយបារម្ភទេបើសិនបើនៅថ្ងៃខាងមុខគណៈបក្សសង្គ្រោះជាតិបែរជាមានឱកាសទៅដឹកនាំប្រទេសវិញតើពួកគាត់នឹងខ្លាចបាត់បង់តួនាទីឬក៏បនស័កអីទេដោយសារតែពួកគាត់នៅរាល់ថ្ងៃហ្នឹងគឺកំពុងស្ថិតនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានោះបាទចំពោះនីតិហានទាំងអស់នៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទភាគតិចណាស់ដែលព្រួយបារម្ភពីការដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិក្នុងពេលឆាប់ខាងមុខនេះព្រោះគឺភ័យខ្លាចបាត់បង់តួនាទីចំពោះមួយភាគធំគឺគេមិនខ្លាចទេព្រោះយើងជាកងយុទ្ធពលខេមរៈភូមិន្ទជាមន្ត្រីឯករាជ្យមិនក្រោមអាវ៉ាតគណៈបកណាប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងនៅក្រោមអាវ៉ាតមេដឹកនាំផ្ដាច់ការមួយគឺបង្ខំឲ្យមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទនគរបាលជាតិទៅតែចូលបាក់ខ្លួនឯងបើមិនចូលដកចេញហើយខ្ញុំសង្ឃឹមថាពេលគណៈបក្សសង្គ្រោះជាតិមកវិញហ្នឹងគាត់នឹងកែតម្រង់កងយុទ្ធពលខេមរៈភូមិន្ទហើយទាំងនគរបាលជាតិទាំងកងយុទ្ធពលខេមរៈភូមិន្ទទាំងក្នុងគណៈរដ្ឋមន្ត្រីពួកឥឡូវលោកឃើញហើយផ្កាយវាច្រើនជាងសាក់ទៅទៀតនោះហើយពួកខ្ញុំក៏មិនភ័យខ្លាចពីការបាត់បង់ទូនាទីនិងតរន្តរស័ក្តិដែរបើតរន្តរស័ក្តិខ្ញុំរៀបឲ្យតាមច្បាប់ទម្លាប់ទៅគឺខ្ញុំពេញចិត្តដែរប៉ុន្តែរាល់ថ្ងៃតម្លើងដើម្បីឲ្យថាហើយឡើងធំនៅដើម្បីការពារតំណែងរបស់នាយករដ្ឋមន្ត្រីអញ្ចឹងនីតិហានទាំងអស់គេអត់ខ្វល់ទេពួកគេមានជំនាញគ្រប់គ្រាន់គេមានជំនាញតាមអង្គភាពគេមួយគេមានជំនាញអញ្ចឹងពេលណាបកសង្គ្រោះជាតិមកគាត់ត្រូវការប្រើមន្ត្រីជំនាញក៏មិនមែនប្រើមន្ត្រីដែលទិញសាក់ដែលកូនក្មួយអ្នកធំយកមកដាក់បញ្ចូលមកធ្វើធំឯងឡើងមកអង្គភាពមួយក៏អនុប្រធានអង្គភាព20-30នាក់ទេអញ្ចឹងមន្ត្រីដែលគេមានជំនាញគេអត់ខ្លាចទេប៉ុន្តែមន្ត្រីអត់ជំនាញមន្ត្រីដែលសុកប៉ានេះដែលវាខ្លាចអាហ្នឹងខ្ញុំសូមជំរាបទាំងហើយកងយុទ្ធពលខេមរៈភូមិន្ទ
សម្រាប់ពួកក្រុមពួកខ្ញុំគឺមិនតក់ស្លុតហើយក៏មិនព្រួយបារម្ភពីការបាត់បង់ទូនីតិនៅពេលដែលគណៈបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលដែរប៉ុន្តែខ្ញុំជឿថាគណៈបក្សសង្គ្រោះជាតិនឹងសហការជាមួយមន្ត្រីពួកខ្ញុំកងយុទ្ធពលខេត្តប្រាក់ភូមិន្ទដែលមានជំនាញបច្ចេកទេសនៅក្នុងកងយុទ្ធពលខេត្តប្រាក់ភូមិន្ទដើម្បីកសាងនិងបម្រើប្រទេសជាតិយើងតទៅមុខទៀតបាទសូមអរគុណបាទលោកឧត្តមសេនីយ៍ឥឡូវខ្ញុំចង់ជំរាបសួរលោកងាកចូលទៅក្នុងផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាបន្តិចថាតើនៅពេលដែលមេដឹកនាំគណៈបកប្រជាជនកម្ពុជាដឹងច្បាស់ថានៅសង្កាត់ណាមួយឬក៏នៅឃុំណាមួយដែលកងកម្លាំងរបស់ខ្លួនបានទៅបោះឆ្នោតតែបែរជាលទ្ធផលចេញមកស្រាប់តែជាគណៈបកសង្គ្រោះជាតិនឹងជាអ្នកឈ្នះទៅវិញតើមេដឹកនាំគណៈបកប្រជាជនឥឡូវនេះតើកំពុងមានប្រតិកម្មយ៉ាងណាទៅលើកងកម្លាំងរបស់ខ្លួនឯងនោះបាទដូចលោកឃើញស្រាប់ហើយនៅឥឡូវដូចនៅក្រុងភ្នំពេញហ្នឹងឃើញតាហ៊ានមិនប្រើតាហ៊ានង70ទេព្រោះតំបន់ង70នោះវាចាញ់ឆ្នោតខ្លាំងពេកអញ្ចឹងហើយនឹងគាត់យកតែចល័តតបទៅតាហ៊ានមកពីខាងខេត្តភូមិភាគ4ភូមិភាគ5យកមកចូលមកក្នុងភ្នំពេញព្រោះភូមិភាគខាងនោះស្លឹកឆ្នោតបាត់បង់ច្រើនហើយចំពោះតាហ៊ាននៅភ្នំពេញកដាលកំពង់ចាមព្រៃវែងតកៅនេះគឺអត់មានទេព្រោះមិនទុកចិត្តពួកតាហ៊ានអស់ហ្នឹងហើយដែលបោះឆ្នោតទម្លាក់គណៈបព្វជិជននោះឃើញសន្ទុះហើយនៅខេត្តកដាលឃើញសន្ទុះហើយនៅខេត្តព្រៃវែងនិងកំពង់ចាមដូច្នេះគាត់មិនបានបញ្ជាយកចល័តតបពីខាងខេត្តកំពង់ចាមកដាលព្រៃវែងមកភ្នំពេញទេគាត់យកពីខាងខេត្តភូមិភាគ4និងភូមិភាគ5មកហើយឥឡូវហ្នឹងបញ្ហាផ្ទៃក្នុងគឺមិនទុកចិត្តគ្នាមួយច្អល់មួយច្អល់មួយអញ្ចឹងខ្ញុំជឿថានៅថ្ងៃទី7នោះនៅពេលដែលមានចលនាមហាបាតកម្មដើម្បីទាមទាររោគយុត្តិធម៌នៃការបោះឆ្នោតនោះខ្ញុំជឿថាគ្មានពីណាមកបង្ក្រាបក្មេងៗអស់ហ្នឹងទេហើយក្មេងៗក៏មិនធ្វើអីខុសពីគោលការណ៍មេដឹកនាំគណៈបកសង្គ្រោះជាតិដែលសូមឲ្យមានការសមាធិនិងស្មឹងស្មាតហើយនឹងអហិង្សាទាំងអស់ហើយខ្ញុំជឿថាពេលបាតកម្មគ្មានអំពើហិង្សាណាមួយមកលើប្រជាពលរដ្ឋព្រោះតាហ៊ានទាំងអស់នគរបាលទាំងអស់គ្មានទឹកចិត្តនឹងទៅធ្វើបាបប្រជាពលរដ្ឋហើយព្រោះមើលទៅជាខ្មែរគ្នាឯងដូចខ្ញុំនិយាយលើកមុនចឹងកូនគេកូនយើងម៉ែគេម៉ែយើងប្អូនគេប្អូនយើងអញ្ចឹងសួរតែគេលើកដៃទៅវាយបងប្អូនគេបានគេលើកមិនបានទេទោះថាអាងយកតាហ៊ានវៀតណាមមកប្រហែល100នាក់ក៏មកប៉ុន្តែប្រជាជនយើងរាប់ម៉ឺននាក់យើងមិនតវ៉ាទៅវិញហើយតាហ៊ានគេមិនជួយទៅវិញអានឹងឲ្យតែរាល់ថ្ងៃក៏កំពុងភ័យខ្លាចឲ្យឃើញសុកចិត្តយកឲ្យព្រះមហាក្សត្រឡាយហួសលេខាមកឲ្យមិនដឹងថាខ្ញុំឆ្ងល់ដែរព្រះរាជសារហ្នឹងពួកព្រះរាជសារផងពួកខ្ញុំព្រះរាជក្រឹតពួកខ្ញុំមានមកគឺត្រូវតែមានចុះធ្វើនៅទីណាទៅព្រះរាជសារទៅលើកទី1ចម្លែកអញ្ចឹងនេះធានមកក៏បែបភាសាដែរព្រះរាជសារហ្នឹងមិនព្រះរាជសារហ្នឹងគឺតែសារភ័យខ្លាចពេលបាតកម្មមានអត់មានទាហានទប់អញ្ចឹងយកព្រះរាជសារមួយទៅដើម្បីបំផុសប្រជាជនកុំឲ្យមកបាតកម្មអានរនហ្នឹងហើយដែលយុទ្ធសាស្ត្ររបស់គេទៅពួកគេដឹងថាទាហានឥឡូវទាហានពលិអត់ធ្វើការបបាទេធ្វើតែមួយចំនួនតូចថា20ទៅ30%ចុះ70%ទេអត់ធ្វើអញ្ចឹងហើយបានគេដាក់ព្រះរាជសារមួយមកព្រះរាជសារដើម្បីឲ្យប្រជាជនអត់ទៅស្ដាប់ស្ដាច់តែសួរថាតើព្រះរាជសារពិតប្រាកដអត់វាអត់មានមិនមានអង្គការឯករាជ្យណាមួយបោះស្រាយថាព្រះរាជសារនោះពិតឬមិនពិតប៉ុន្តែសម្រាប់ពួកខ្ញុំមិនជឿពួកព្រះរាជសារនោះធ្វើមកគឺមានការមើលទៅវាមិនអាចទទួលយកបានមិនសមជាព្រះរាជសារដែលចេញដោយព្រះមហាក្សត្របាទសូមអរគុណបាទខ្ញុំសូមអរគុណលោកឧត្តមសេនីយ៍លោកឧត្តមសេនីយ៍មានប្រសាសន៍ថាទាហានដូចជាង70ហ្នឹងគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលែងមានទំនុកចិត្តហើយការដែលដឹកកងកម្លាំងប្រដាប់អាវុធពីខាងក្រៅនៃទីក្រុងភ្នំពេញហ្នឹងគឺដោយសារតែគាត់យល់ថាកងកម្លាំងទៅនោះគឺនៅមានទំនុកចិត្តពីគាត់អញ្ចឹងតែលោកមុននោះលោកបានមានប្រសាសន៍ថាកងកម្លាំងដែលដឹកមកពីឆ្ងាយហ្នឹងគឺយ៉ាងហោចនោះគឺ70%ដែរដែលមិនមានស្មារតីថានឹងទៅបង្ក្រាបចំពោះប្រជាពលរដ្ឋខ្មែរទេអារឿងហ្នឹងវាចំណេញដែរកន្លែងហ្នឹងបាទរឿងហ្នឹងហើយដូចខ្ញុំជំរាបចឹងវាជាក់ស្ដែងមាននាយទាហានពលទាហានខ្លះគេត្រឡប់ទៅផ្ទះហ្នឹងដែលគេមិនចង់ទៅបង្ក្រាបចង់ធ្វើអីហ្នឹងហើយអ្នកនៅមួយចំនួនជាទៅនៅទៅគ្នាអត់មានលទ្ធភាពទី1អត់មានថវិកាត្រឡប់ទៅផ្ទះអត់មានលុយជិះឡានក្រុងទៅផ្ទះអត់មានលុយជិះឡានតាក់ស៊ីទៅផ្ទះរហូតដល់ទាហានខ្លះជិះឡានពីពេញទៅដល់ខេត្តទៅយកលុយពីប្រពន្ធនឹងខេត្តឲ្យថ្លៃតាក់ស៊ីតែពិតពួកនោះអត់ចង់នៅទេគ្នាអត់ចង់ចេះរស់នៅជីវិតដូចខ្ញុំជីវិតខ្ញុំរស់នៅតាមព្រំដែនខ្ញុំចូលចិត្តនៅតាមព្រំដែនខ្ញុំមិនអាចមកនៅទីក្រុងភ្នំពេញជាប់ផ្លូវចរាចរណ៍យ៉ាងនេះទេខ្ញុំអត់ចេះនៅទេប៉ុន្តែធ្វើមិនគេដាក់ឲ្យខ្ញុំមកប្រចាំការខ្ញុំត្រូវតែប្រចាំហើយទឹកចិត្តគឺដូចខ្ញុំជំរាបចឹងគ្មានអ្នកណាចង់ទៅស្លាប់ខ្មែរទេគេចង់ឲ្យសុខខ្មែរសានត្រានសន្តិភាពចុះបើគណៈបព្វជិជនយើងនេះថាយើងឈ្នះយើងខ្លាចឲ្យអង្គការសហប្រជាជាតិមកពិនិត្យទៅមកពីយើងដឹងថាយើងចាញ់បានយើងមិនព្រមឲ្យគេពិនិត្យបើយើងឈ្នះយើងឲ្យគេពិនិត្យទៅខ្លាចឲ្យមានទឹកដប់តែខ្ញុំនិយាយចឹងលោកអ្នកសារព័ត៌មានគួរយល់ហើយទាហានមកគេដឹងណាមកពីយើងឆាញ់បានយកទាហានមកគម្រាមកំហែងប្រជាជនហើយទាហានកាត់ចេញពីទាហានកាត់ចេញពីប្រជាជនពីឪពុកម្ដាយគេសួរតែគេលើកដៃស្លាប់បាននេះខុសដូចពីឆ្នាំ98នេះ2013មិនមែន98ទេព្រោះទាហានឥឡូវមិនមែនចេះអត់ចេះប្រើកុំព្យូទ័រទេទាហានឥឡូវមាន Facebook មើលដូចគ្នាអញ្ចឹងហើយព័ត៌មានដែលចេញពី Facebook មកទាហានគាំទ្រទាំងអស់រហូតដល់ពេលខ្លះអាលេខប្រព័ន្ធ097ប្រើអ៊ីនធឺណិតគឺផ្ដាច់អញ្ចឹងទាហានសូម្បីកូនធានខ្លះតែគេមានលទ្ធភាពគេមានទូរស័ព្ទដៃគេមើលគេអាចមើល Facebook បានបញ្ហាហ្នឹងដែលលោកនាយករដ្ឋមន្ត្រីពពងបារម្ភហ្នឹងក៏ធ្វើឲ្យចេញព្រះរាជសារអីថាទប់ស្កាត់អីរហូតឲ្យសម្ដេចសង្ឃទាំងពីរគណៈហ្នឹង
ចេញព្រាយសារមកដើម្បីឲ្យបិណ្ឌបាតកុំឲ្យមានបាតកម្មហ្នឹងព្រោះគាត់ថាបើធ្វើគឺគាត់ធ្វើទោះអត់បានទេក៏ដឹងតែបាយហើយព្រោះអត់មានកម្លាំងណាដែលបញ្ជាបានទៀតដោយការ98ព្រោះកម្លាំងឥឡូវគេខ្មែរដល់ចំនួននេះគេត្រូវការស្នេហាជាតិទេគេអត់ត្រូវការជន់ពុកលួយផ្ដាច់ការទេហើយគាត់កាត់អំណាចរាប់ឆ្នាំជិត40ឆ្នាំមិនល្មមហើយលោកឧត្តមសេនីយ៍មួយទៀតដែលខ្ញុំចង់ឲ្យលោកប្រៀបធៀបរវាងជីវភាពរបស់កងកម្លាំងប្រដាប់អាវុធជាពិសេសគឺទាហានហ្នឹងហ្មងតើបើយើងមើលពីនៅស្ថានភាពនៅក្នុងប្រទេសកម្ពុជាតើទាហានហ្នឹងគាត់មានជីវភាពគ្រាន់បាយជាងខាងស៊ីវិលគ្រូបង្រៀនឬក៏មើលទៅគាត់ដូចឬក៏យ៉ាប់យ៉ឺនជាងនឹងទៀតបាទបច្ចុប្បន្ននេះនីតិទាហាននិងពលទាហាននៅតាមបណ្ដាអង្គភាពព្រំដែនក៏ដូចជានៅបណ្ដាអង្គភាពទាំងអស់ហ្នឹងគឺជីវភាពយ៉ាប់យ៉ឺនលើកលែងតែពលទាហាននិងនីតិទាហានណាដែលជាខ្សែរបស់គេមានសិទ្ធិប្រើអំពើរត់ពន្ធកាប់ព្រៃឈើរុករានដីធ្លីហើយនឹងរត់ពន្ធខុសច្បាប់អានឹងបានគេមាន